រឿងនីតិនខ្មែរជ្រូកនិងគោធ្វើស្រែជុំគ្នាក្នុងភូមិដាស្រុកមួយមានសត្វគោមួយឈ្មោះថាដុថ្មីគឺនឹងសត្វជ្រូកមួយឈ្មោះថាវហ៊ានពួកគេជាមិត្តភក្តិដែលរស់នៅជិតគ្នាហើយក្នុងរដូវភ្ជួរពួកគេសម្រេចចិត្តធ្វើស្រែជាមួយគ្នាគោថ្មីជាសត្វខ្លាំងពូកែចូលចិត្តធ្វើការយ៉ាងទៀងទាត់ចំណែកឯជ្រូកហ៊ានវិញចូលចិត្តរកភ្លើងញីហើយខ្ជិលច្រអូសថ្ងៃដំបូងគោថ្មីយកខ្លួនទៅហូតដីទីមភ្ជួរយ៉ាងលំបាករីឯជ្រូកហ៊ានវិញគិតថាបើហេតុអ្វីត្រូវខំធ្វើដល់នឹងតោះខ្ញុំរកវិធីឲ្យដីទន់ខ្លួនឯងគាត់ក៏ជីករូងក្រោមដីហើយញញែងដីឲ្យខ្ទេចខ្ទីដោយគិតថាដីនឹងទន់ស្រួលប៉ុន្តែពេលភ្លៀងធ្លាក់ដីដែលជ្រូកជីកខ្លាយជាជ្រៅធ្វើឲ្យទឹកជំរះយកជីវ៉ាន់ស្រែទៅអស់ថ្ងៃបន្ទាប់គោថ្មីឃើញស្រែខូចក៏សួរជ្រូកហ៊ានថាដូម្សិលមិញអ្នកធ្វើអីខ្លះស្រែយើងវិញគ្មានសល់អ្វីសោះជ្រូកហ៊ានស្ដាប់ហើយខ្មាស់តែនៅតែប្រកែកពួកខ្ញុំគ្រាន់តែចង់ជួយឲ្យដីទន់តែមិនដឹងថាទឹកនឹងហូរយកជីវ៉ាន់ទៅព្រឹត្តិការណ៍ចុងក្រោយគោថ្មីសម្រេចចិត្តធ្វើការតែម្នាក់ឯងដោយទីងភ្ជួរឡើងវិញហើយប្រុងប្រយ័ត្នថែស្រែយ៉ាងល្អិតល្អន់រីឯជ្រូកហ៊ានដោយឃើញមិត្តខ្លួនខិតខំក៏ស្ដាយក្រោយហើយសុំចូលរួមជួយវិញពួកគេជួយគ្នាទីងភ្ជួរបោះស្មៅនិងដាំដុះដល់ពេលប្រមូលផលនៅចុងរដូវស្រែពួកគេបានផលស្ករសម្បូរដោយសារការខិតខំរបស់គោនិងការសុខចិត្តកែខ្លួនរបស់ជ្រូកការខិតខំដោយស្មោះនិងការយល់ចិត្តគ្នាជាគន្លឹះនាំឲ្យសម្រេចការងារគុំធ្វើអ្វីតែញីដោយមិនគិតដល់ផលវិបាក